Ba sum group ជំរាបសួរបងប្អូនពុកម៉ែមីមីងទាំងអស់ជាទីគោរពស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំមានប្រធានបទមួយថាចិត្តរបស់យើងហ្នឹងប្រៀបដូចជា Facebook ប្រៀបដូចជា YouTube អញ្ចឹងពេលដែលយើងមើល Facebook បើសិនជាយើងឧស្សាហ៍មើលតាក់ទងនឹងគេច្រៀងគេរាំភាគច្រើនលោតមកគេច្រៀងគេរាំហ្នឹងឲ្យយើងឃើញច្រើនបើសិនជាយើងចូលចិត្តមើលធម៌ស្ដាប់ធម៌ច្រើនឃើញថាលោតមកធម៌ច្រើនដើម្បីឲ្យយើងស្ដាប់បើសិនជាយើងចូលចិត្តមើលកីឡាគឺលោតកីឡាមកច្រើនចូលចិត្តមើលខាងសិល្បៈលោតមកច្រើនចូលចិត្តខាងវិស័យអប់រំឃើញលោតមកច្រើននៅក្នុង Facebook យើងហ្នឹងនៅក្នុង YouTube យើងហ្នឹងអញ្ចឹងយ៉ាងណាមិញចិត្តរបស់យើងក៏អញ្ចឹងដែរកាលណាយើងគិតរឿងអវិជ្ជមានច្រើនរឿងពិបាកចិត្តច្រើនរឿងស្មុគស្មាញច្រើនវាលោតមកដូចសំណុំរបស់វានឹងលោតមកច្រើនឧទាហរណ៍ថាយើងពិបាកចិត្តអត់លុយចាយហើយត្រូវខ្លួនអញឈឺទៀតត្រូវបាត់បង់របស់ជាទីស្រឡាញ់ទៀតអញ្ចឹងវាព្រួយគិតបារម្ភហើយគិតទៅអនាគតបារម្ភពីអនាគតសោកស្ដាយពីអតីតកាលអញ្ចឹងវាចិត្តតែមកសំណុំតែបើយើងគិតល្អមកចំណុចវិជ្ជមានគឺចិត្តតែទាញចិត្តតែលោតមកតើទៅនឹងចំណុចដែលវិជ្ជមានរបស់ចិត្តយើងហ្នឹងហើយធ្វើឲ្យសុខភាពផ្លូវចិត្តរបស់យើងហ្នឹងបានល្អក៏ដែរអញ្ចឹងចំណុចនេះមិនសូវខុសគ្នាពីអ្វីដែលយើងនិយមចូលចិត្តនិយមគិតតែតែលោតមកដូចយើងមើល Facebook ចូលចិត្តមើលតារាចម្រៀងលោតតារាចម្រៀងមកខាងសិល្បៈចូលចិត្តមើលខាងសិល្បៈលោតសិល្បៈមកចូលចិត្តស្ដាប់ធម៌លោតធម៌មកចូលចិត្តមើលហ្គេមលោតហ្គេមមកអញ្ចឹងដូចថាចង់ជាសំណុំហើយចិត្តរបស់យើងក៏អញ្ចឹងដែរគិតវិជ្ជមានមកវិជ្ជមានមកច្រើនគិតអវិជ្ជមានគិតរឿងដែលថាយើងពិបាកយើងស្មុគស្មាញមកច្រើនលោតមកចិត្តតែលោតមកបន្ត